ជំរាបសួរថ្ងៃនេះថ្ងៃទី21ខែធ្នូឆ្នាំ2025តបតាមមតិរបស់បងប្អូនយើងជាច្រើនដែលស្រឡាញ់ចូលចិត្តខ្ញុំដែលតាមដានវីដេអូខ្ញុំហ្នឹងអ្នកខ្លះគាត់ខលឆាតខមមិនអីអញ្ចឹងណាមកសួរខ្ញុំថាលោកគ្រូអាស្រែដែលធ្វើបង្ហាញនៅតាមបណ្ដោយផ្លូវធំនេះអានឹងប្រហែលថ្ងៃចេញវីដេអូបង្ហាញម្ដងអញ្ចឹងចង់ជម្រាបបងប្អូនថាបើចេញញឹកពេកទៅស្រូវវាដូចជាអត់ប្លែកនៅដដែលអញ្ចឹងណាកន្លងមកបងប្អូនបានឃើញខ្ញុំចេញញឹកញាប់ដែរហើយជាមួយនឹងស្រែមួយនេះតាំងពីកាលព្រោះបាញ់ថ្នាំឃុំគ្រាប់បាញ់ជីទឹកមកដល់ថ្ងៃនេះគឺស្រូវយើងអាយុបាន25ថ្ងៃបងប្អូនសភាពស្រូវគឺបានប៉ុណ្ណេះហើយបងប្អូនយើងតែងតែសួរថាគ្រូឲ្យចេញឲ្យញឹកមកអញ្ចឹងបើញឹកពេកវាអត់ប្លែកអញ្ចឹងឯនេះដោយសារមាន background ខាងក្រោយទេបងប្អូនគាត់ចុះបាញ់ថ្នាំអញ្ចឹងទៅក៏យករូបភាពដែលចុះបាញ់ថ្នាំហ្នឹងមកឲ្យបងប្អូនបានទស្សនាតែម្ដងសភាពស្រូវគិតត្រឹមថ្ងៃទី21ខែធ្នូឆ្នាំ2025ហ្នឹងគឺបានប៉ុណ្្នឹងបងប្អូនណាស្អាតប៉ុណ្្នឹងវាមិនមែនថាអស់ចាស់ជាងគេប្រើជីគីមីច្រើនថ្នាំគីមីច្រើនទេប៉ុន្តែវាសមរម្យប្រហែលគេអាចទទួលយកបានចំពោះថ្នាំដែលកំពុងបាញ់នេះអាចហុយចូលជាមុខក៏អត់អីដែរហុយចូលក៏អត់អីដែរពីព្រោះវាអត់មានថ្នាំពុលអត់មានសារធាតុពុលអីទេការប្រើនេះគឺផលិតផលធម្មជាតិសុទ្ធសាធ 100% ការបាញ់ពេលនេះណាអញ្ចឹងអាចគាត់បាញ់ឲ្យយើងឈរក្បែរនឹងក៏អត់អីដែរហើយអ្នកបាញ់ក៏សុវត្ថិភាពដូចគ្នាដែរគាត់អត់ពាក់ម៉ាស់ទេអញ្ចឹងចង់ជម្រាបបងប្អូនថាស្រែនេះគឺខ្ញុំគ្រាន់តែបង្ហាញសម្រាប់អ្នកដែលគាត់តាមដានកុំឲ្យគាត់មានអារម្មណ៍ថាអូដល់ណាដល់ណីអីទេស្រែបង្ហាញនឹងយើងស្ងាត់ហើយតិចខ្លាយទៅជាស្រែអាចកំបាំងបាត់ទៅហើយទៅដឹងអញ្ចឹងណាអត់អីទេបងប្អូនខ្ញុំនឹងព្យាយាមបង្ហាញបងប្អូនរហូតទៅដល់ប្រមូលផលតែម្ដងជាមួយនឹងស្រែមួយនេះមកដល់ពេលនេះបងប្អូនឃើញហើយសភាពស្រូវអាយុ25ថ្ងៃគឺស្លឹកដងដើមអីមកសមរម្យមិនហ៊ានអួតទេអត់ហ៊ានអួតហើយក៏ជម្រាបបងប្អូនដែរថាសូមបងប្អូនដែលធ្វើទៅតាមបច្ចេកទេសខ្ញុំនេះកុំមានអារម្មណ៍ថាអូធ្វើទៅវាល្អណាស់លើសគេប្រើជីច្រើនថ្នាំច្រើនខ្ញុំមិនដែលអួតអញ្ចឹងឯងសំខាន់គឺថាអាចទទួលយកបានប្រហែលគេប្រហែលឯងប៉ុណ្ណឹងណាបងប្អូនបញ្ជាក់ឡើងវិញមួយសារទៀតស្រូវដែលស្រស់ស្អាតនៅជុំវិញខ្ញុំនេះអានេះហើយជាស្រែដែលធ្វើទៅតាមបច្ចេកទេសប្រើដើមទុនតិចដែលខ្ញុំតែងតែជម្រាបបងប្អូនកន្លងមកថាប្រៀបធៀបការចំណាយប្រសិនបើលើដី1ហិកតាបងប្អូនដែលប្រើតាមទម្លាប់របស់បងប្អូនកន្លងមកដែលទៅលើជីគ្រាប់ហើយនឹងថ្នាំគីមីគ្រប់ប្រភេទពីដើមដល់ចប់ពីមុខហ្នឹងលើដី1ហិកតាអស់2លានជាងអញ្ចឹងទៅជាមួយបងប្អូនដែលប្រើជី 7-8B ណាធ្វើតាមបច្ចេកទេសខ្ញុំនេះបងប្អូនប្រើជីគ្រាប់តិចបំផុតក្រោម 3B ក្នុង1ហិកតាថ្នាំគីមីគឺយើងប្រើតែប្រភេទថ្នាំកម្ចាត់សត្វល្អិតចូលតិចតួចទេអញ្ចឹងសរុបការចំណាយទាំងការទិញជីទឹកទាំងការទិញជីគ្រាប់ទាំងការប្រើថ្នាំពុលចូលតិចតួចហ្នឹងសរុបទៅគឺក្រោម1លានរៀលនេះជាតម្លៃមួយដែលយើងប្រៀបធៀបគ្នាទៅឃើញថាអាចបញ្ចុះការចំណាយរបស់បងប្អូនជាង1លានសម្រាប់ផ្ទៃដី1ហិកតាត្រង់កន្លែងហ្នឹងហើយដែលខ្ញុំចង់ជម្រាបបងប្អូនថាស្របពេលដែលតម្លៃស្រូវលើទីផ្សារមិនសូវល្អបងប្អូនគួរងាកមកចាប់អារម្មណ៍ជាមួយបច្ចេកទេសរបស់គ្រួសារកសិករកម្ពុជាដែលប្រើជីទឹក3ការទៅតាមរូបមន្តនិងការណែនាំរបស់ខ្ញុំនេះបងប្អូននឹងទទួលបានលទ្ធផលសមរម្យហើយជម្រាបបញ្ជាក់ម្ដងហើយម្ដងទៀតជូនបងប្អូនថាស្រែបង្ហាញដែលខ្ញុំកំពុងតែធ្វើការបង្ហាញនៅពេលនេះគឺប្រើទៅតាមបច្ចេកទេសដូចដែលខ្ញុំណែនាំបងប្អូនធ្វើដូចគ្នាអត់មានថានេះស្រែបង្ហាញខ្ញុំទៅលួចថែមជីឲ្យលើសកម្រិតឬក៏បាញ់ថ្នាំហួសគេហួសឯងលើសគេលើសឯងជាមួយនឹងកសិករទូទៅគឺអត់មានទេបងប្អូនគឺដូចគ្នាអញ្ចឹងចង់ជម្រាបថាបើបងប្អូនចាប់អារម្មណ៍ជាមួយនឹងបច្ចេកទេសដែលខ្ញុំថាប្រើដើមទុនទៅលើជីថ្នាំជីទឹកអីនេះក្រោម1លានរៀលហ្នឹងបងប្អូនអាចតំណតំណងមកខ្ញុំមកតាមរយៈទូរស័ព្ទលេខ097 3368 111ហើយនឹងមកប្រព័ន្ធទៀតគឺ096 49 91264បងប្អូននឹងធ្វើស្រែទៅតាមបច្ចេកទេសនេះគឺខ្ទង់ចំណាយទាបជាងធម្មតាអរគុណជម្រាបលា